ចាស់ពីក្រមយុវជនការកបាតក្រហមកម្ពុជានៃសាកលវិទ្យាល័យជាតិគ្រប់គ្រងសូមជូនល្ខោនអប់រំខ្លីរឿងមិត្តអើយគួរកែចិត្តដល់ម៉ាក់ហេតុអីបានមកអង្គុយអ្នកឯងចង់អត់ចូលរៀនទេហ៎អត់ដល់ម៉ោងផងគ្នាអង្គុយលេងមួយផ្លេតសិនមើលតែឯងដូចជាមានរឿងអីបាក់ចិត្តទេអញអាចនិយាយប្រាប់ខ្ញុំបានទេក្រែងលោកខ្ញុំអាចជួយរំលែកទុកឯងបានខ្លះខ្ញុំមកពិបាកចិត្តរឿងប្អូនប្រុសខ្ញុំណាប្រឡងបាក់ដប់ជាប់ហើយការងារពិបាករកធ្វើហើយចង់រៀនបន្តគ្មានលុយរៀនទៀតហើយចង់មិនឲ្យគាត់ដាក់ពាក្យសុំប្រឡងយកអាហារូបករណ៍ទៅប្រឡងអីប៉ុន្តែប្រឡងអត់ជាប់ទេពុកម៉ែគ្នាពិបាកចិត្តណាចង់ឃើញកូនរៀនបន្តប៉ុន្តែបើជាគ្មានលទ្ធភាពបងទៅវិញសូម្បីតែការសិក្សារបស់គ្នាណាស្ទើរតែបងមិនគ្រប់ផងអញ្ចឹងកុំអស់សង្ឃឹមអីបើឆ្នាំហ្នឹងប្រឡងមិនជាប់ឆ្នាំក្រោយអាចឲ្យគាត់ប្រឡងភាសាទៀតទៅប្រាប់ប្អូនប្រុសឯងផងកុំឲ្យគាត់អស់សង្ឃឹមឬឯងនិយាយអញ្ចឹងណាគ្នាសប្បាយចិត្តណាជីវិតគឺជាការតស៊ូជាពិសេសយុវជនដូចជាពួកយើងអញ្ចឹងណាសង្គមត្រូវការមែនតើប៉ុន្តែទោះយ៉ាងណាក៏យើងមិនឈ្នះកូនអស់លោកអ្នកធំទាំងនោះដែរកុំនិយាយអញ្ចឹងអីព្រោះថាសង្គមខ្មែរយើងបច្ចុប្បន្នណាបានលុបបំបត្តិអំពើពុករលួយបាក់ពួកខ្សែស្រឡាយអស់នឹងហើយមិនថាទាំងអ្នកធំអ្នកតូចឬអ្នកមានអ្នកក្រឯងគឺគាត់មានសិទ្ធិក្នុងការប្រឡងប្រកួតប្រជែងយកសមត្ថភាពដូចតែគ្នាហ្នឹងបានលើឯងនិយាយអញ្ចឹងគ្នាសប្បាយចិត្តដល់ហើយអេពុកម៉ែអីអត់ចូលរៀនទេអូគ្នារៀបទៅដែរហ្នឹងចឹងទៅអីតោះយើងទៅរៀនអីយកស្លាដែរតែពួកខ្ញុំតែអាឡែឯងឯងអត់ដល់ម៉េចត្រូវហើយមកពីខ្ញុំហ្នឹងណាស្អាតជាងពួកឯងមកពួកឯងធ្វើខ្លួនស្រែពេកឯងនិយាយនឹងស្រែមិននាងអើយអញជួយទៅណាមកពីណានាងមកពីណាលៀងអាយ៉ាអាចារ្យណាស្អាតអត់ទោះថ្ងៃនេះអេម៉ងពុំម៉ាអាយ៉ាគ្នាក៏ស្អាតដែរវ៉ៃសុភាពទៀតមកអាត់ម៉ងអេម៉ងណែមកស្អាតទៅស្រឡាញ់មកស្អីរដ្ឋាឯងគួរឈប់ប្រោពាក្យលេបខាយគ្មានបានការអស់ហ្នឹងទៀតទៅលេបខាយស្អីគេរៀនសូត្រចេះដឹងប៉ុណ្ណឹងធ្វើខ្លួនអស្ចារ្យមែនទេពុកម៉ាអស្ចារ្យអីណាល្មមបានហើយកុំស្អប់ប្រពេករៀនជ្រៅជ្រះយកទៅណាបានទីអនាគតណាប្រពន្ធបងទាំងអស់ហ្នឹងអូនហ្នឹងហើយប្រពន្ធបងអាចារ្យណាប្រពន្ធយើងមែនទេពូម៉ាក់មែនអត់មែនហើយណែនិយាយស្ដីក៏មើងងាយមនុស្សស្រីពេកមនុស្សស្រីយើងក៏មានសមត្ថភាពអាចខ្លាចជាអ្នកដឹកនាំបានដែរត្រូវអីយ៉ាជាក់ស្ដែងណាសម្ដេចបុត្ររានីហ៊ុនសែនលោកក៏ជាស្ត្រីដែរប៉ុន្តែលោកមានសមត្ថភាពដ៏ឆ្នើមក្នុងការដឹកនាំនៅសហព័ន្ធមនុស្សធម៌មួយដ៏ធំគឺកាកបាទក្រហមកម្ពុជាហើយយើងដឹងស្រាប់ហើយថាឲ្យតែទីណាជួបទុកលំបាកទីនោះតែងតែមានវត្តមានលោកជានិច្ចណែសម្ដេចព្រះរានីហ៊ុនសែនណាពីណាគេទទួលស្គាល់លោកដែរថាលោកបកែលោកខ្លាំងមែនទេចុះចំណៃអូននេះចង់ដឹកនាំស្អីដែរគុំឲ្យជាប្រពន្ធបងដើរតាមមែនអត់មែនទេពូម៉ាក់មែនទេមែនប្រពន្ធបងទេអូនណែរដ្ឋាឯងក៏ប៉ុនមើលស្រាស្រីពេកមកខ្លួនរងថ្ងៃថាខ្លួនថ្ងៃហ្នឹងបានធ្វើឲ្យខ្លះនៅបានតាកុំថាតែអនាគតវែងឆ្ងាយញ៉ាស្អីក៏ផ្លេមុខហ្នឹងប្រឡងជាប់អត់ហ្នឹងណែកុំសូវថាបងចំពេកប្រយ័ត្នមកធួតបានណែកុំមកប៉ះមិត្តភ័ក្ដិខ្ញុំហ៎ស្អីមិត្តភ័ក្ដិនិយាយគេឈប់លេងចូលជាមួយមកថ្នាក់ទៅហ្នឹងហើយកុំចេះគេចេះការពារមិត្តភ័ក្ដិគេណែបានហើយកុំចេះគ្នាអញ្ចឹងវាអត់ប្រយោជន៍ទេណែស្ដាប់ខ្ញុំណាណែមើលអ្នកសម្របសម្រួលណាមើលគ្រាន់មើលជំនាញពាក់ដឹងណាអ្នកសម្របសម្រួលណា
ខ្លួនជាស្រីណាត្រូវដឹងទួនាទីរបស់ខ្លួនថា ដឹងទួ ត្រូវ នាទី ធ្វើស្អី ហ្នឹងហើយធ្វើអី ចាំបងប្រាប់អូនណា ឈប់ចាក់ពូបាញ់ខ្ញុំប្រាប់អ្នកនេះខ្លាំងអាហ្នឹងខ្លាំងមែនទេណាដាក់វា ណែបរិញ្ញាឃើញទួនាទីជាស្រីណាត្រូវធ្វើស្អីខ្លះណាស្ដាប់ទួនាទីស្រីមានស្អីក្រៅពីបោទៀលាងចានមើលកូនជាពិសេសណាណែបងណែប្រុសដតីតែជាប្តីណាមកពីធ្វើការហត់យើងត្រូវសំដីផ្អែមល្ហែមណាចំពោះប្តីណាច្បាច់ដៃច្បាច់ជើងណាឲ្យស្ដាប់អញសិនមើលអញធ្វើកែបការតិចម៉ានេះវើអានេះ ម្យ៉ាងទៀតណាពេលប្តីមកណាមានអ្វីសំខាន់ទេណាគៀកដៃប្តីនិយាយលួងប្តីណាឲ្យប្តីសប្បាយចិត្តផងបើថាប្តីគេដតីស្លូនថាទេបើថាប្តីដូចបងនេះធំមិនបងបាយនេះទៅអនាគតកាញ់មកនេះអនាគតប្រពន្ធអញត្រូវអត់អនាគតប្រពន្ធអញត្រូវអត់បងជួយផងគេមិនប្រពន្ធគាត់ណាបងជួយផងលោកបលីជួយផង ពីឧទាហរណ៍លេងតែឧទាហរណ៍លេងសោះបងម៉ែហ្នឹងណាពីមុនហ្នឹងប្រាប់ទេគឺធ្វើលេងសោះហ្នឹងហាប់លេងមែនតែ ធ្វើលេងតែអូនសម្លាញ់ជន់បែនតាបងហើយណែនេះហាគ្រាន់តែយុទាហរណ៍បើដឹងទៅហើយចុះតម្រាំតែមែនតែនទៅមិនស្នាប់គ្នាអស់ទៅហើយទេក្នុងនាមជាស្វាមីពេលធ្វើដល់ប្រពន្ធអញ្ចឹងសំដែរបើអូនជាប្រពន្ធបងតដឹងអស់ទាំងលុយធ្វើអញ្ចឹងបានដូចបងវាយអញ្ចឹងវាយអីគេហៅចង់វាយប្រពន្ធនឹងប្រពន្ធជួនចោលគុកឯនេះគុកស្អីមិនដែលឃើញទេអូនស្រីអញនេះវិញដូណែការប្រើអំពើហិង្សាក្នុងគ្រួសារគឺជាអំពើខុសច្បាប់រៀនបានប៉ុណ្្នឹងហើយចាំបាច់គេណែនាំច្រើនទៀតយ៉ាប់ណែកុំសំដីថ្លោពេកអូនស្រីសាច់អូនសបវររុងរឿងបបត្រង់គ្រឿងឲ្យសាសញ្ញាប៊ីចេញក្បាលត្រួវវិញអីស្អីយើងទៅប្រាប់តែគ្រូវាទៅអីហែងវាទៅអីអាកាទឿអូនដៃអូនឯងដាក់ក្បាលហ្មងទៅប្រយ័ត្នបងមើលវាងាយបងឯងហៅបងឯងហែងអាចលឺអើយប៉ុណ្ណឹងឯងលឺអាចបាច់បោកប្រែយ៉ាសង្គមក្រនបានេះវាទៅឯងមិនអាកាទឿមួយម៉ាត់ឆ្អែតចិត្តឯងមានដឹងថាឯងកំពុងនិយាយមកណាគេអត់អញមិនដឹងទេអាប់អូនពួកឯងនេះកូនអ្នកមានប្រចាំសាលានេះហើយដឹងអត់ឯងទៅប្រាប់វាថាវាកំពុងនិយាយមកណាឲ្យវាស្គាល់กระดาษ10กระดาษ20ផងអានេះបានបងអស្ចារ្យនេះអស្ចារ្យណាឯងមានដឹងថាកំពុងនិយាយមួយណាគេអត់អាសង្វឹកឯងកំពុងតែនិយាយជាមួយវានេះថាឲ្យមេវាតាឯងបងទៅហើយសុំទៅបងសុំទៅយ៉ានាងក្រនបើនេះពួកឯងមិននិយាយច្រើនទេអូនអញស្វិតតែអញខ្លាំងបើឯងចង់ប៉ុណ្ណឹងចូលមកថាមកខ្លោះក្រនបើបានមួយទល់នឹងមួយចាំមើលបន្តិចទៀតនេះតើនរណាឈ្នះនរណាចាញ់អត់ខ្លាចសោះឯងចូលអត់ទេបងអត់ទេខ្ញុំសុកចិត្តបកូតបងខ្ញុំចូលចិត្តបកូតឲ្យវាចូលមកណាបងងាប់អើយអាចចាំឯងអស់តែបាយគ្នាវាម៉ាក់អេអត់ឲ្យមកទុកជ័យតាមអញអាពូម៉ាអាតម្លាញ់ឯកាត់អញបាយអានេះក្តើយណាជោគជ័យមកលើយើងហើយអើយអញអាម៉ាស់មកឯងនេះហ៎
ឥឡូវកូនចៅឯងគេមិនហៅភេទទី3ទេខ្ទើយហ្មងអញ្ចឹងអាប្អូនឯងមួយស្មើមួយអញមកហើយលើតែឆ្លោះគ្នាទៅវិញទៅមកអួតអាងគ្នាទៅវិញទៅមកវាយគ្នាអត់ហ្នឹងបើថាវាយគ្នាទេកុំឲ្យប៉ះពាល់ដល់ស្មោះគេថាដូចខ្ញុំឯងជាងយើងទៅគាត់ប៉ាម៉េចបើខ្លាំងសាក់មើលបាយខ្ញុំមកចូលចិត្តរឿងវាយគ្នាហ្នឹងផងពីព្រោះថាខ្លួនខ្ញុំជាស្រីស្អាតបានហើយអូនសម្លាញ់មិនដូចចិត្តបងសាច់សោកជ័យអូនបងចាត់ការអញស្រីនៅស្ងៀមមកនេះចេញក្បាច់គុណមកអត់បងពួកមកជើបងជ័យពួកមកជោគជ័យមកជើលោកជើតាទៅអើយតាវាទៅទៅស្អីតាវាវាយទៅបងវាយតាវាងល់បងបោកគ្នាបងវាយបងជិះបាច់គុណបងដាក់ទៅបងហ្នឹងហើយបងដាក់ទៀតបងដាក់ទៀតថែមបងថែមដាក់ទៅជាបងប្អូនដូចជាក្បូននឹងទុំយើងរួមសុំទុំព្រៀបដូចជាទឹកនឹងត្រីទាំងមិត្តភក្តិចាំងរួមទាំងមិត្តភក្តិថ្មីរត់បងរស់អនាគតបវររុងរឿងអរគុណបងលំមជួបប៉ោះអានាងលំមឡើងប៉ោះបាយយ័នមកអរគុណបងតែអញសុំសួរឲ្យមួយបាទហើយមកធ្វើហ្នឹងមកដើម្បីអីខ្ញុំមកសុំឈៀងបងឡាជាងlại nâng បាទ lại nâng បាទម៉ែឲ្យមកជាងនឹងខុសពីកន្លែងហ្នឹងខ្ញុំឈៀងអត់កើតទេឈៀងមិនកើតទេតាអញសួរឯងម្ដងទៀតហើយស្ដាប់សិស្សស្បងសួរឯងណាបាទស្បងអីសិស្សស្បងអញនិយាយខុសតិចថាម៉េចបាទកន្លែងមកកកុកហើយមិនទៅវាយគ្នាហើយមកនេះនិយាយខុសហើយនិយាយខុសកន្លែងមកកកុកហើយមិនមកឈៀងហើយកន្លែងវាយគ្នាទេពីរនាក់នេះវាយកន្លែងមកកណូឯងមិនទៅវាយគ្នាកន្លែងឯងសំឈៀងហ្នឹងអីអាណាមកមុនអាណាមកក្រោយលើនេះអត់ដឹងអីហងឈៀងហ្នឹងឈៀងហ្នឹងអាគូមុំយ៉ាធ្លាក់ហ្នឹងហើយបាទហើយបង្កត់អីបាទឈប់ហើយបងនេះមានរឿងអីគេវាយហ្នឹងហ៎មានរឿងអីលោកគ្រូឯងមើលខ្ញុំខំមកឈៀងសំតាហ្នឹងសំមើលពួកវាវាយអូនហើយហេតុអ្វីកូនឯងមកសំឈៀងហ្នឹងអូនណាខ្ញុំសំឈៀងហ្នឹងខ្ញុំចង់ខ្លាចជាតារាចម្រៀងលោកគ្រូខ្ញុំលើគេថាយុវជនក៏ជាតារាដែរណាលោកគ្រូអូនគិតចឹងខុសហើយយុវជនក៏ជាតារាមិនមែនតែយើងគ្រាន់តែច្រៀងគ្រាន់តែរាំមិនមានជាតារាសម្ដែងឬក៏តារាភាពយន្តទេយើងគឺជាយុវជនជាតារាក្នុងការសិក្សាជាតារាក្នុងការដែលយើងប្រកបអាជីវកម្មយើងបានជោគជ័យណោះហើយបងអូនគិតអញ្ចឹងគិតតែច្រៀងរាំអីអញ្ចឹងគិតរៀនសូត្រទេណាបាទត្រូវហើយលោកគ្រូមានប្រសាសន៍ថាត្រូវការជោគជ័យគឺគេសំដៅទៅលើការខំប្រឹងព្យាយាមសិក្សារៀនសូត្ររកចំណេះជំនាញដើម្បីរកស្វែងរកការងាររកស៊ីឯនោះវិញទេតែធ្វើឲ្យយុវជនមានភាពលេចធ្លោនៅក្នុងសង្គមនោះហើយគឺជាតារាជឿទេអូននេះគឺជាសម្ដីដ៏កំណត់ល្អរបស់គេជាពិសេសណាបងអូនស្រីនេះឃើញទេស្លៀកអញ្ចឹងមករៀនណាកន្លែងហ្នឹងកន្លែងបង្ហាញសាច់ហ៎ជាពិសេសបងអូនស្លៀកខោខ្លីមកសាលាជាតិគ្រប់គ្រងយើងគឺជាសាលាមួយដ៏ល្អមិនគួរណាមកធ្វើអញ្ចឹងមករៀនអញ្ចឹងមកធ្វើដៃនៅស្ងៀមបងឯងព្រាមឃើញទេហើយបងឯងជាខ្លួនស្រីបងឯងដឹងអត់ឮអត់សម្ដេចណោះកតេព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែន
គាត់ក៏ជាស្ត្រីដែរហើយគាត់គឺជាប្រធានកកបាទក្រហមកម្ពុជាអូនមិនព្រមយកសម្ដាប់តាមគេតាមលោកជំទាវហើយមិនគាត់ស្លៀកខ្លីៗមកចូលសាលាអញ្ចឹងអូនក៏លេខទៅមើលទៅតាមស្ថាប័នមួយចំនួនដូចជានៅក្នុងរដ្ឋសភាព្រឹទ្ធសភាក៏មានស្ត្រីគាត់ក៏ជាថ្នាក់ដឹកនាំមួយរូបដែរណាអត់គិតខំប្រឹកប្រែងរៀនសូត្រទេហើយបងអូននេះមើលដល់តាមបងប្អូនខាងនេះគាត់នេះគឺជាតារាក្នុងការសិក្សាប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រងយើងណាបងអូនហើយពួកគាត់ជាពិសេសអាយ៉ាហើយនឹងសាកដាគាត់ក៏ជាតារាល្បីប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រងយើងដែរហើយគាត់ជាពិសេសគាត់ក៏ជាសមាជិកជាយុវជនស្ម័គ្រចិត្តកាកបាទក្រហមប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រងយើងដែរហើយមានសកម្មភាពអ្វីពួកគាត់តែងតែមានវត្តមានទៅនៅតាមដូចជាថ្ងៃមុនឮដំណឹងថាសាកលវិទ្យាល័យជាតិគ្រប់គ្រងយើងហ្នឹងបានយកអំណោយទៅចែកបងប្អូនប្រជាពលរដ្ឋនៅព្រែកភ្នៅដោយសាររងគ្រោះដោយសារទឹកជំនន់នេះហើយគឺការខិតខំរបស់បងប្អូនចូលរួមអ្វីឲ្យល្អដូចបងប្អូនឯងនៅក្នុងសង្គមមិនជួយខំប្រឹងប្រែងទេចូលរួមគេដែរគេថាធ្វើអ្វីដោយត្រូវតែមានការចូលរួមដោយការអភិវឌ្ឍប្រទេសក៏មានការចូលរួមដែរចូលរួមតែរឿងមិនរៀនមិនសូត្រមិនចូលរៀនអញ្ចឹងអត់មានលេចធ្លោដូចគេណែគេយុវជនជាតារាក្នុងការសិក្សាលេចធ្លោពេញសាកលវិទ្យាល័យជាតិគ្រប់គ្រងតែខ្ញុំគ្រូលេចធ្លោខ្លះដែរតើគ្រូលេចធ្លោរឿងវាយគ្នាហ្នឹងបងអូនឯងហ្នឹងមែនហើយយើងជាយុវជនណាក៏បីខំប្រឹងសិក្សាឡើងនិងដើម្បីបង្កើនសមត្ថភាពចំណេះជំនាញរបស់យើងព្រោះថានៅថ្ងៃខាងមុខយើងនៅប្រទេសយើងនឹងមានសមាហរណកម្មអាស៊ានដែលតម្រូវឲ្យយើងមានធនធានមនុស្សនិងអ្នកដែលមានសមត្ថភាពពិតប្រាកដក្នុងការប្រកួតប្រជែងដណ្ដើមទីផ្សារការងារដែលមានប្រទេសជាច្រើនចូលរួមជាមួយយើងផងដែរចុះបើអ្នកទាំងអស់គ្នាគិតតែធ្វើអញ្ចឹងអ្នកទាំងអស់គ្នាសង្ឃឹមទេថានឹងទទួលបានការងារល្អនឹងមានប្រាក់ខែខ្ពស់នៅពេលដែលអ្នកទាំងអស់គ្នាធ្វើអញ្ចឹងហើយមិនមានសមត្ថភាពដូចជាពួកគេនោះពិតមែនហើយសក្តានិយាយពិតជាត្រឹមត្រូវយើងមិនអាចចាយលុយឪពុកម្ដាយជារៀងរហូតដល់មួយជីវិតនោះទេគាត់ខំប្រឹងប្រែងដើម្បីយើងអញ្ចឹងយើងត្រូវតែខិតខំប្រឹងប្រែងដើម្បីខ្លួនឯងកសាងជីវិតឲ្យមានភាពល្អប្រសើរឡើងវិញណែពួកយើងល្មមជប់ធ្វើអាចឬអារឿងចាំងទៀតទៅយើងគួរតែណែខិតខំកែប្រែជីវិតយើងបានល្អប្រសើរឡើងវិញកុំអួតអាងអីអារឿងបងតូចបងធំអារឿងស្អីអស់ហ្នឹងវាគ្មានតម្លៃស្អីទេណែយើងគួរតែអួតអាងពីអារឿងការរៀនសូត្ររឿងអីនេះបានវាល្អប្រសើរជាងមែនហើយលោកគ្រូមែនទេបងឯងស្ដាប់ហើយសិតតែយោបល់ល្អរបស់សិស្សច្បងយើងនេះជាពិសេសចំពោះនិស្សិតដែលគាត់ជាយុវតារាក្នុងការសិក្សាប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រងយើងណាបងបាទសូមទោសលោកគ្រូហើយពួកខ្ញុំសូមអរគុណមើលទាំងអស់គ្នាពួកខ្ញុំឈប់ហើយបាទអត់អីទេមែនទេលោកគ្រូការវាយគ្នារបស់ខ្ញុំការផឹកការដើរលេងបរហោះម៉ូតូការដល់រឿងម៉ាក់ដើម្បីទិញម៉ូតូថ្មីមកប្រអួតស្រីនេះខ្ញុំសុំទោសលោកគ្រូដឹងខុសលោកគ្រូពួកខ្ញុំចាប់ពីថ្ងៃនេះដឹងខុសលោកគ្រូខ្ញុំក៏អញ្ចឹងដែរគ្រូខ្ញុំដឹងខុសហើយខ្ញុំសន្យាថាខ្ញុំនឹងចាប់ផ្ដើមចូលរៀនចាប់ពីថ្ងៃនេះតទៅសាធុនៅមានធម៌មានអាក្នុងខ្លួនដែរតើហើយបែរជួគ្នាចូលរៀនចូលរៀនសូត្រវិញបាទលោកគ្រូតោះរៀនមកគ្រូនេះវិញអរគុណច្រើនហើយសូមនៅទីនេះបន្តិចសិនព្រោះអីក្រុមការងាររបស់យើងចង់ថតរូបជាអនុស្សាវរីយ៍ជាមួយនឹងសិស្សានុសិស្សទាំងអស់សូមអញ្ជើញចូលចិត្តនេះតិចដើម្បីថតរូបជាអនុស្សាវរីយ៍ដែលបានចូលរួមសម្ដែងនៅក្នុងថ្ងៃនេះហើយបងប្អូនទាំងនេះបានឃើញហើយទេពកោសល្យនៃការសម្ដែងរឿងអប់រំដ៏ល្អពីសិស្សនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលចង់បង្ហាញឲ្យឃើញអំពីគំនិតរបស់យុវជនទាំងអស់គ្នាដែលរួមគ្នាបំបត្តិនៅអំពើរើសអើងក៏ដូចជាការបង្ហាញជូននៅអំពើហិង្សានៅក្នុងសាលាព្រោះសិស្សនិស្សិតគឺមានតែការអប់រំតែប៉ុណ្ណោះទេដើម្បីផ្ដល់ជូនជាមួយនឹងកិត្តិយសនិងអនាគតសម្រាប់ខ្លួនឯងនិងសង្គមជាតិសូមផ្ដល់សំណួរអបអរសាទរជូនដល់យុវជននៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបាទអរគុណច្រើនសង្ឃឹមថានឹងចូលរួមជាមួយកម្មវិធីនៅឱកាសក្រោយបាទសូមអរគុណ